លើសហគមន៍អនឡាញកូរ៉េដែលពេញនិយមគឺ Netjapan បានបង្កឲ្យមានការពិភាក្សាយ៉ាងច្រើននៅក្នុងចំណោមអ្នកលេងអ៊ីនធឺណិតបន្ទាប់ពីការបង្ហាញបញ្ជីឈ្មោះកម្ពុជាតារាផ្សព្វផ្សាយពាណិជ្ជកម្មឬ CF កម្ពុជាទាំង3ប្រចាំចំនួននីមួយៗមុនចូលដល់ខ្លឹមសារវីដេអូទាំងស្រុងចង់ណែនាំអ្វីពិសេសមួយបើសិនជាអ្នកទាំងអស់គ្នាចង់មករបស់ Q ឬក៏ចង់ធ្វើខ្នើយបតោងសោឬតុក្កតា customize ដែលអាចដាក់រូបបានអាចចូលទៅកាន់ Facebook page Omagi ដូច្នេះបើសិនជាចង់ស្វែងរកកាដូ Q ដែលមានន័យសម្រាប់ខ្លួនឯងឬក៏ជួបមនុស្សជាទីស្រឡាញ់កុំភ្លេច Omagi ណាចំណាត់ថ្នាក់នេះគឺផ្អែកទៅលើចំនួនសរុបនៃវត្តមានតំណាង brand ជាច្រើននិងការផ្សាយពាណិជ្ជកម្មដែលតារាម្នាក់ៗបានថតដោយបង្ហាញមិនត្រឹមតែប្រជាប្រិយភាពប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបង្ហាញអំពីឥទ្ធិពលទីផ្សាររយៈពេលយូរអង្វែងរបស់ពួកគេផងដែរវាគឺជាការបង្ហាញឲ្យឃើញថាភាពជោគជ័យនៃ CF ឬវិស័យពាណិជ្ជកម្មគឺជាគ្រឹះដ៏រឹងមាំមួយដែរសម្រាប់តារាទាំងនោះនៅក្នុងឋានៈជាតារានៅក្នុងសិល្បៈកូរ៉េដូច្នេះទៅតាមដានទាំងអស់គ្នាថាតើតារាណាខ្លះជាប់ជា CF Queen ប្រចាំចំនួននីមួយៗ1ទសវត្សរ៍ឆ្នាំ2000សម្រាប់ទសវត្សរ៍ឆ្នាំ2000នេះអ្នកលេងអ៊ីនធឺណិតនឹកដល់មុនគេគឺតារាសម្ដែងចនជីយុនដែលបានកំណត់អំណាច CF នៅកម្រិតកំពូលនៃការរីកចម្រើននៅក្នុងស្រុកនៃវប្បធម៌ Pop កូរ៉េនាងត្រូវបានគេរាយការណ៍ថាបានចូលកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន brand ចំនួន35ហើយនៅពេលគិតបញ្ចូលជាមួយនឹងកិច្ចសន្យាដែលត្រូវបានបន្តជាថ្មីនោះនាងបានបង្ហាញខ្លួននៅក្នុងស្ពតពាណិជ្ជកម្មដល់ទៅ77ក្រុមហ៊ុនដែលបញ្ជាក់ពីឋានៈរបស់នាងជាអ្នកតំណាងផ្សាយពាណិជ្ជកម្មដែលមិនអាចជំនួសបានចំណែកថ្នាក់លេខ2បានទៅលើ Lee Hyori ដែលបានធ្វើការជាមួយនឹងម៉ាកយីហោចំនួន48ក៏ដូចជាបានបង្ហាញខ្លួននៅក្នុងស្ពតពាណិជ្ជកម្មចំនួន64ដោយបាន cover ទៅលើ mode សម្រស់និងរបៀបរស់នៅឬហៅថា lifestyle លេខ3បានទៅលើ Kim Tae-hee ភរិយា Ren បានសហការជាមួយនឹង brand ចំនួន35និងបានថតស្ពតពាណិជ្ជកម្មចំនួន60ដែលធ្វើឲ្យនាងក្លាយទៅជានិមិត្តរូបនៃភាពឆើតឆាយនិងទំនុកចិត្ត2ទសវត្សរ៍ឆ្នាំ2010ដោយបង្ហាញអំពីភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបានរបស់នាងចនជីយុនបានឈរនៅលំដាប់កម្ពុជាជាថ្មីម្ដងទៀតជាមួយនឹង Mark Brand ចំនួន55និងស្ពតពាណិជ្ជកម្មចំនួន126ដែលនេះគឺជាចំនួនការងារដ៏ច្រើនស្មើមិនដល់ចំណាត់ថ្នាក់លេខ2នៅក្នុងទសវត្សរ៍ឆ្នាំ2010គឺ Suji ដោយបានសាងប្រជាប្រិយភាពពីតារាល្បីទៅជា Nation First Love Suji បានធ្វើការជាមួយនឹង Mark Brand ចំនួន44និងបានថតស្ពតពាណិជ្ជកម្មចំនួន100ហើយក៏បានក្លាយទៅជាមុខមាត់និងអ្នកតំណាងដ៏គួរឲ្យទុកចិត្តសម្រាប់អ្វីៗគ្រប់យ៉ាងដែលនាងបានបង្ហាញចាប់តាំងពីផលិតផលគ្រឿងសម្អាងរហូតដល់វិស័យហិរញ្ញវត្ថុបន្ទាប់មកយើងមានអាយុគឺជាម្ចាស់ចំណាត់ថ្នាក់ទី3ជាមួយនឹងរូបភាពស្អាតស្អំនិងគួរឲ្យទុកចិត្តអាយុបានសហការជាមួយនឹង Mark Brand ចំនួន48ហើយស្ងាត់បានថតស្ពតពាណិជ្ជកម្មចំនួន85និងបានបង្កើតឥទ្ធិពលមួយកម្រិតទៀតសម្រាប់វិស័យនេះបន្ថែមពីលើការសម្ដែងនិងវិស័យ K-pop 3ទសវត្សរ៍ឆ្នាំ2020ក្នុងទសវត្សរ៍នេះអាយុឡើងកាន់តំណែងលេខ1ម្ដងដោយបានធ្វើការជាមួយនឹង Mark Brand ចំនួន30តាឯងដោយបន្តរជ្ជកាលរបស់នាងជាតារាផ្សព្វផ្សាយដែលមានអានុភាពនិងគួរឲ្យទុកចិត្តបំផុតរបស់ប្រទេសកូរ៉េដែលនេះមានន័យថាឲ្យតែ brand ណាដែលមានអាយុជាតារាផ្សព្វផ្សាយក្រុមហ៊ុនឬក៏ផលិតផលនោះសុទ្ធតែជាក្រុមហ៊ុនដ៏ល្អបំផុតជាតារាលេចធ្លោនៃទសវត្សរ៍ឆ្នាំ2020កូយុនចុងបានជាប់ចំណាត់ថ្នាក់លេខ2ដោយទទួលបានកិច្ចព្រមព្រៀង Mark Brand ល្បីចំនួន30ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់នាងកើនឡើងយ៉ាងឆាប់រហ័សចុងក្រោយគឺចាងវុនយ៉ុងនាងបានសហការជាមួយនឹង Mark Brand ចំនួន28សម្រាប់ការផ្សព្វផ្សាយផលិតផលសម្រស់ mode និងផលិតផលដែលមានភាពប្រណិតដូច្នេះក្រោយពីដឹងលទ្ធផលទាំងនេះហើយមហាជននៅលើអ៊ីនធឺណិតជាច្រើនមានការសរសើរអំពីអាយុកាលដ៏វែងដែលមិនអាចប្រៀបផ្ទឹមបានរបស់ចនជីយុននៅក្នុងការងារផ្នែកស្ពតពាណិជ្ជកម្មខណៈអ្នកផ្សេងទៀតបានកត់សម្គាល់ពីភាពស៊ីសង្វាក់របស់អាយុដែលជាជើងខ្លាំងចំនួនថ្មីដែលបានកាន់កាប់តំណែងនៅក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះដែលមានន័យថានាងគឺពិតជាខ្លាំងទន្ទឹមនឹងនេះអ្នកគាំទ្រក្មេងៗផ្សេងទៀតក៏បានសម្ដែងការកោតសរសើរចំពោះប្រជាប្រិយភាពដែលហក់ឡើងលឿនរបស់ចាងវុនយ៉ុងដោយព្យាករណ៍ថាឥទ្ធិពលរបស់នាងអាចនឹងលើសពីរៀងច្បងមុនទៅទៀតប្រសិនបើនាងនៅតែរក្សាប្រជាប្រិយភាពនិងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យសិល្បៈសរុបមកនេះគឺគ្រាន់តែជាការបញ្ចេញមតិសេរីរបស់អ្នកលេងបណ្ដាញសង្គមកូរ៉េប៉ុណ្ណោះជនអ្នកទាំងអស់គ្នាវិញតើគិតយ៉ាងណាដែរចំពោះម្ចាស់តំណែងប្រចាំចំនួនទាំង3នេះអាច comment នៅខាងក្រោមបានណាដើម្បីទទួលបានមាតិកាថ្មីវីដេអូចម្រុះផ្សេងពីតារាចិននិងកូរ៉េលឿនមុនគេកុំភ្លេចចូល Subscribe ចូល YouTube របស់ Evastari ការគាំទ្ររបស់អ្នកពិតជាកម្លាំងចិត្តដ៏មានន័យបំផុតសម្រាប់យើងនៅក្នុងការបង្កើតមាតិកាថ្មី